បាទសួស្តីទាំងអស់គ្នាអញ្ចឹងយើងបន្តពីការបែងចែកកាឡឹមហ្នឹងដដែលអឺបាទអញ្ចឹងលើកមុនយើងបានចែកកាឡឹមហើយយើងផ្លេចលើអត្ថបទបាទបាទអញ្ចឹងបន្តទៅទៀតបាទខ្ញុំរៀបចំអត្ថបទរបស់ខ្ញុំសិនបាទបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំបែងចែកវាអឺដោយបាទដាក់កាឡឹមហ្នឹងដាក់អក្សរហ្នឹងនៅចំកណ្ដាលដាក់ចំកណ្ដាលហើយខ្ញុំឲ្យបាទបន្ទាត់អត្ថបទរបស់ខ្ញុំហ្នឹងនៅខាងឆ្វេងវិញដើម្បីធ្វើការបែងចែកបាទអញ្ចឹងធ្វើការបែងចែកអញ្ចឹងលើកមុនយើងselectលើអត្ថបទហើយយើងបែងចែកមានន័យថាយើងសរសេរអក្សរហើយយើងបែងចែកលើកនេះគឺយើងបែងចែកមុនពេលដែលយើងសរសេរអក្សរអញ្ចឹងយើងចូលទៅ layout ហើយយើងយកពាក្យថា more column តមកទៀតបាទឧទាហរណ៍យើងចែកចេញជា3 column ហើយខ្ញុំគ្រីស line between ដើម្បីដាក់បន្ទាត់ហើយកន្លែងapply to គឺយើងយកពាក្យថា this point forward នេះគឺបានន័យថាយើងចែកតែចំណុចដែលcursor ទីតាំងអក្សររបស់យើងហ្នឹងនៅកន្លែងណាគឺវាចែកពីប៉ុណ្ណឹងបាទអញ្ចឹងបន្តមកទៀតតគ្នាក៏អាចសេរីកន្លែង column ហ្នឹងជា4ជា5អីបានដែរណាបាទដោយសារតែនៅក្នុង option របស់យើងគឺវាមានតែ3ជួយនឹងស្ដាំអញ្ចឹងយើងអាចសេរីកន្លែងហ្នឹងបានបើយើងចង់បាន4យើងដាក់លេខ4ចង់បាន3ដាក់លេខ3ណាបាទហើយកន្លែងបាទ column មាន width មាន spacing នេះយើងអាចសេរីបាទកម្រិតរបស់វាបានណាបាទទំហំរបស់វាហើយនឹងកម្រិតរបស់វាយើងអាចសេរីបាន spacing នេះយើងអាចសេរីកម្រិតវាតាម3អីចឹងទៅបាទហើយតមកកំណត់របស់ហើយយើងចុចអូខេបាទអញ្ចឹងបងប្អូននឹងឃើញនៅលើបន្ទាត់កម្មវិធីរបស់យើងនឹងឃើញមាន3ប្លោះបាទហើយ spacing ចំណុចខ្មៅនេះវាតូចជាងមុនដោយសារយើងកំណត់ spacing មិញបាទអញ្ចឹងបើយើងចង់ឲ្យឃើញបន្ទាត់មកតើយើងចុច enter ឲ្យអស់បាទ enter អស់មកវាឆ្លងចូលប្លោះទី2វានឹងចេញបន្ទាត់ឆ្លងចូលប្លោះទី3វានឹងចេញបន្ទាត់បាទអញ្ចឹងអានេះគឺជាការកំណត់ column នៅពេលដែលយើងមិនទាន់សរសេរអក្សរបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបាទសូម